ដំណឹងទៅចាញ់ផ្សាយស្ដីអំពីរំជួយព្រះធរណីនៅប្រទេសកូឡុំប៊ាដែលមានកម្លាំងរំជួយប្រមាណជា7កណ្ដកសញ្ញា4នៃជញ្ជីង Richter បណ្ដាលឲ្យមានមនុស្សប្រមាណជាជាង30នាក់ស្លាប់និងខូចខាតជាខ្លាំងទំហំនៃការខូចខាតមិនទាន់ដឹងច្បាស់នៅឡើយទេតែបច្ចុប្បន្ននេះព័ត៌មានដឹងថារំជួយព្រះធរណីពិតជាបានកើតឡើងនៅក្នុងប្រទេសកូឡុំប៊ារីឯចំណុចផ្ចិតនៃព្រះធរណីរំជួយនោះមិនទាន់ត្រូវបានផ្សាយជាក់លាក់នៅឡើយទេកម្លាំងនៃភាពរំជួយស្មើនឹង7កណ្ដកសញ្ញា4តាមរង្វាស់ជញ្ជីង Richter អ្នកស្លាប់ជាង30នាក់ចំនួនអ្នករបួសមិនទាន់ដឹងនៅឡើយនេះគឺជាព័ត៌មានបន្ទាន់